ខ្ញុំមានរឿងចែកម្លែកមួយប្រាប់ទៅបងប្អូនទាំងអស់គ្នាកាលពីម្សិលមិញខ្ញុំបានចុះទៅត្រួតពិនិត្យនៅសារមន្ទីរនៅខេត្តកណ្ដាលរបស់យើងហើយឃើញហេតុភេទមួយកើតឡើងអញ្ចឹងចង់ដឹងថាបងប្អូនអ្នកដែលកំពុងមើលវត្ថុបុរាណទាំងអស់ហ្នឹងនៅក្នុងទូមួយហ្នឹងមានឃើញអីខុសប្រក្រតីអត់មានអ្នកណាមើលឃើញជួយ comment ម្នាក់មួយផងហើយបើអត់ទាន់មើលឃើញទេអឺអាចមើលវីដេអូនេះបន្តទៀត បងប្អូនទាំងអស់គ្នារូបសំណាកមួយដែលខ្ញុំកំពុងតែថតចំជាងគេនេះគឺព្រះឥសូរបាទគឺព្រះឥសូរដៃ4បាទព្រះឥសូរដៃ4ហើយការពីដើមឡើយហ្នឹងគឺថាក្រុមការងារសារមន្ទីរបានដាក់តាំងរូបព្រះឥសូរបែរមកខាងផ្លូវបែរមកខាងខ្ញុំកំពុងតែថតកាមេរ៉ាហ្នឹងដើម្បីតាំងបង្ហាញឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិហ្នឹងមើលប៉ុន្តែក្រោយពេលមួយរយៈចុងក្រោយនេះមិនដឹងមានហេតុការណ៍អីកើតឡើងទេស្រាប់តែព្រះអង្គចាប់ដើមរំកិលនៅក្នុងទូហ្នឹងឡើងមកជុំពីរជុំហើយអញ្ចឹងមានន័យថាវិលឡើងមកដល់មុខទៅក្រោយវិលទៅមុខទៅក្រោយនេះបើតាមអ្វីដែលអ្នកអភិរក្សការពារសារមន្ទីរយើងនឹងបានរាយការណ៍មកគឺជារឿងហេតុដែលគួរឲ្យចោទអស់មែនតើហើយខ្លួនខ្ញុំផ្ទាល់ខ្ញុំបានចុះទៅត្រួតពិនិត្យច្រើនលើកច្រើនសារហើយពិតជាឃើញរូបសំណាកមួយនេះពិតជាបានផ្លាស់ទីពិតមែនដោយពុំមានអ្នកណាប៉ះពាល់ឡើយអញ្ចឹងបងប្អូនទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរអាច comment ម្នាក់មួយនៅក្នុងវីដេអូនេះដើម្បីចែកម្លែកបទពិសោធន៍ជាមួយគ្នាសូមអរគុណ